Hi guys, come make up with me ខ្ញុំខានចេញវីដេអូ make up យូរហើយអ្នកគ្នាអញ្ចឹងថ្ងៃនេះខ្ញុំចង់មក make up ឲ្យបងមើលម្ដងសម្រាប់ខ្ញុំផ្ទាល់មុននឹង make up ការលាងមុខក៏ដូចជា skin care ពីក្រោយ make up នោះគឺពិតជាសំខាន់មែនតើអ្នកគ្នាហើយអ្នកគេខ្លះដែល make up អត់មាន skin care ពីក្រោយប៉ុន្តែច្រើនឆ្ងល់ថាមិនបានម្សៅចាប់អីចឹងមិនឆ្ងល់ទេបងផល skin care អញ្ចឹងសម្រាប់ខ្ញុំ skin care សរុបមកមើលហ្នឹងគឺ on top ហ្មងអ្នកគ្នា make up លើកណាគាត់អាចចោលបានតែដោយសារផ្ដល់សំណើមលើមុខរបស់ខ្ញុំបានអស់មែនតើហើយក៏ជួយទៅបំផន់ដល់ស្បែកមុខរបស់ខ្ញុំបានច្រើនដែរអ្នកគ្នាដោយសារតែយើងអាសា make up អញ្ចឹង skin care ហ្នឹងគឺពិតជាសំខាន់មែនតើហ្មងមកអ្នកគ្នាចូលដល់ការ make up របស់យើងវិញម្ដងឥឡូវហ្នឹងគឺខ្ញុំបានដាក់ foundation រួចហើយក៏ប្រើប្រាស់ color ពណ៌កាច់ឈូកសៀលលើភ្នែកតិចតួចព្រោះតែហ្នឹងគឺជា daily make up របស់ខ្ញុំហ្មងអ្នកគ្នាខ្ញុំចិត្តសៀលអញ្ចឹងវាស្រួលខ្លួនហើយអត់សូវធ្ងន់មុខខ្លាំងពេកមកមើលក្នុងវីដេអូនោះបានទៅតិចមែនតើហ្មងសឹងតាmake up ដោយអត់ make up អញ្ចឹងអ្នកគ្នាប៉ុន្តែបានបិទហូបភ្នែកយកមកអត់មានហូបភ្នែកទេគឺមុខអលីងចាស់ហ្មងអ្នកគ្នាហើយគាត់ចំណាយពេលបិទហូបភ្នែកហ្នឹងណាចង់20នាទីតើមនុស្សអត់សូវមានជំនាញខាង make up អញ្ចឹងមែនប៉ុន្តែមានអីបិទឲ្យមុខឡើងប្លែកហ្មងអ្នកហើយហូបភ្នែកនោះស្រួលបិទទៀតដោយសារមានកែវសាប់ and now my make up is done បងអាចមើលបានថា make up របស់ខ្ញុំគឺមានកកឬក៏បែកម្សៅអីដោយសារតែខ្ញុំបានប្រើប្រាស់ skin care នៅពីខំ make up ចឹងហើយបើមកចង់បាន skin care ឲ្យមកអាច contact ទៅ account ខ្ញុំ mention ខាងក្រោមបាន